លោករងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិបានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពលោកកៅរិទ្ធដើម្បីឲ្យពិនិត្យឡើងវិញលើសារដីការបស់តុលាការកំពូលដែលបានផ្តន្ទាទោសនិងដាក់គំនិតសិទ្ធិសេរីភាពលើរូបលោកក្នុងលិខិតស្នើសុំកិច្ចអន្តរាគមន៍ចុះថ្ងៃទី1ខែកក្កដាឆ្នាំ2026លោករងឈុនបានលើកឡើងថាសារដីការបស់តុលាការកំពូលគឺប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់លោកបាទតាមលោករងឈុនសកម្មភាពដែលលោកបានធ្វើកន្លងមករួមមានការចោះជួបពលរដ្ឋមានវិវាទដីធ្លីនៅតំបន់បឹងតមុកនិងតំបន់ប្រលាយយន្តហោះថ្មីខេត្តកណ្ដាលការចូលរួមពិភាក្សាពីបញ្ហាសិទ្ធិមនុស្សនិងការផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយគឺជាការអនុវត្តសិទ្ធិបញ្ចេញមតិនិងការចូលរួមកិច្ចការសាធារណៈមិនមែនជាការញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គមឡើយលោករងឈុនអះអាងថាអ្វីដែលលោកធ្វើកន្លងមកគឺតែងតែប្រកាន់ខ្ជាប់គោលការណ៍អហិង្សាការគោរពច្បាប់និងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធីក្នុងន័យនេះលោករងឈុនបានស្នើឲ្យក្រសួងយុតិធធម៌ពិនិត្យលទ្ធភាពសាររើសំណុំរឿងនិងពិចារណាទម្លាក់ចោលការអនុវត្តវិធានការគម្រិតសិទ្ធិរបស់លោកចំពោះលោករងឈុនការសម្រេចរបស់តុលាការគួរតែស្របតាមរដ្ឋធម្មនុញ្ញនិងកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជាអ្នកនាំពាក្យក្រសួងយុតិធធម៌លោកស្រីប៉ែនផលីកាប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នៅព្រឹកថ្ងៃទី1កក្កដានេះថាក្រសួងយុតិធធម៌បានទទួលលិខិតស្នើសុំកិច្ចអន្តរាគមន៍របស់លោករងឈុនរួចហើយនិងថាក្រសួងយុតិធធម៌នឹងពិនិត្យទៅតាមសមត្ថកិច្ចរបស់ខ្លួនគូបញ្ជាក់ថាកាលពីថ្ងៃទី19ខែមិថុនាឆ្នាំ2026តុលាការកំពូលបានតម្កល់ការសម្រេចសាលដីការបស់សាឡាឧទ្ធរទុកជាបានការដដែលសាឡាឧទ្ធរដែលបានផ្ដន្ទាទោសលោករងឈុនដាក់ពន្ធនាគាររយៈពេល3ឆ្នាំតែត្រូវព្យួរមិនអនុញ្ញាតឲ្យធ្វើនយោបាយនិងបោះឆ្នោតរយៈពេល5ឆ្នាំមិនឲ្យផ្លាស់ប្ដូរទីលំនៅចេញពីទីក្រុងភ្នំពេញនិងហាមចូលរួមវេទិកាសាធារណៈនៅថ្ងៃទី29មិថុនាឆ្នាំ2026ប្រធានគណៈបកកម្លាំងជាតិលោកជាមនីបានផ្ញើលិខិតទៅលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីស្នើសុំកិច្ចអន្តរាគមន៍និងស៊ើបអង្កេតករណីអាជ្ញាធរមានសមត្ថកិច្ចរារាំងពលរដ្ឋមិនឲ្យចូលស្ដាប់ការប្រកាសសាលដីកានៅតុលាការកំពូលលើសំណុំរឿងលោករងឈុនទីប្រឹក្សាជាន់ខ្ពស់គណៈបកកម្លាំងជាតិសម្រាប់គណៈបកកម្លាំងជាតិសកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ចដូចនេះបានបង្កឲ្យមានការព្រួយបារម្ភចំពោះការគោរពសិទ្ធិនិងសេរីភាពជាមូលដ្ឋានក្នុងលិខិតផ្ញើទៅលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគណៈបកកម្លាំងជាតិលោកជាមនីបានរៀបរាប់ពីសកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសប្រជាការពារខណ្ឌដូនពេញដែលបានរារាំងការចូលរួមប្រមូលផ្ដុំរបស់សមាជិកនិងអ្នកគាំទ្របកកាលពីថ្ងៃទី19មិថុនាឆ្នាំ2026សកម្មភាពរារាំងនោះរួមមានការចាប់ឃាត់ខ្លួននិងមធ្យោបាយធ្វើដំណើរព្រមទាំងការសួរនាំដោយប្រើប្រាស់ពាក្យគំរាមកំហែងជាដើមសម្រាប់គណៈបកកម្លាំងជាតិសកម្មភាពរបស់អាជ្ញាធរនេះបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគោរពសិទ្ធិនិងសេរីភាពជាមូលដ្ឋានដែលត្រូវបានធានាដោយច្បាប់ជាតិនិងអន្តរជាតិលោកជាមូនីបានចាត់ទុកការរារាំងការប្រមូលផ្ដុំដោយសន្តិភាពនៅថ្ងៃទី19មិថុនាជាការរឹតបន្តឹងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងបានប៉ះពាល់ដល់សិទ្ធិក្នុងការចូលរួមសកម្មភាពនយោបាយដោយស្របច្បាប់ក្នុងន័យនេះប្រធានគណៈបកកម្លាំងជាតិរូបនេះស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអន្តរាគមន៍ស៊ើបអង្កេតនិងចាត់វិធានការចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តផ្ទុយនឹងច្បាប់បទបញ្ជានិងគោលការណ៍បម្រើសាធារណៈទន្ទឹមគ្នានេះចំពោះគណៈបកកម្លាំងជាតិលោកសសុខាគួរណែនាំតាមដាននិងទប់ស្កាត់ការកើតឡើងសកម្មភាពដែលប៉ះពាល់សិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនិងគណៈបកនយោបាយក្រៅរដ្ឋាភិបាលឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃទី1កក្កដាឆ្នាំ2026លោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃអះអាងថាក្រសួងនឹងពិនិត្យសំណើរបស់គណៈបកកម្លាំងជាតិដោយផ្អែកលើមូលដ្ឋានច្បាប់ពាក់ព័ន្ធជាធរមានបើតាមលោកទូចសុខៈរដ្ឋបានផ្ដល់នូវសិទ្ធិនយោបាយមានច្រើនទម្រង់ណាស់តែការលើកឡើងអំពីសិទ្ធិត្រូវថ្លឹងជាមួយនឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងអធិបតេយ្យភាពនៃអង្គតុលាការដែលមិនអាចដាក់សម្ពាធតាមរូបភាពផ្សេងៗបានជាពិសេសត្រូវធានាអំពីប្រសិទ្ធភាពនៃដំណើរការសាវនាការរឿងខ្លះវាមិនផ្ដល់ផលប្រយោជន៍ដល់ផ្ទាល់ជាការងារដល់ប្រជាពលរដ្ឋទេប៉ុន្តែវាបូកបន្ថែមកំណើនសេដ្ឋកិច្ចដូចជាការសង់ផ្លូវធ្វើសាលារៀនការធ្វើវិនិយោគផ្សេងៗការទៅខ្ចីលុយគេទៅធ្វើស្ពានទាំងអស់នោះបូកទៅមានកំណើនសេដ្ឋកិច្ចក៏ប៉ុន្តែសួរថាតើបានជីវភាពប្រជាពលរដ្ឋផ្ទាល់ទេបានការងារប្រជាពលរដ្ឋទេអត់មានទេអាហ្នឹងវាជាកំណើនមួយទៀតដោយលោកជុនច័ន្ទវត្តមានប្រសាសន៍ចឹងអ្វីដែលលោកជុនច័ន្ទវត្តមានប្រសាសន៍ហ្នឹងគឺដោយលោកហ៊ុនសែននិយាយថាកំណើនម៉ាក្រូសេដ្ឋកិច្ចបានន័យថាគេសំដៅទៅលើក្រុមហ៊ុនធំដែលមានចំណូលខ្ពស់ទោះបីក្រុមហ៊ុនហ្នឹងក្រុមហ៊ុនរបៀបណាក៏ដោយឲ្យតែរកស៊ីនៅប្រទេសកម្ពុជាទោះបីជាក្រុមហ៊ុនកាប់ឈើឥឡូវហ្នឹងកាប់ឈើគេថាកាប់ស្របច្បាប់ទៀតពីព្រោះលោកទ្រីភិបគាត់ថាគាត់កាប់ឈើស្របច្បាប់ដូច្នេះគេបូកទៅក្នុងកំណើនសេដ្ឋកិច្ចហ្នឹងហើយអ្នកផ្សេងទៀតលាងលុយកខ្វក់គ្រឿងញៀនអីនៅក្នុងបណ្ដាញគេហៅថា
ក្លឹបរ៉ូស៊ីរបស់ពួកគេកំណើនហ្នឹងគឺច្រើនមែនទែនរាប់លានដុល្លារហើយគេយកអាកំណើនក្រុមហ៊ុនធំក្រុមហ៊ុនវិនិយោគធំជីករ៉ែឧបជារ៉ែមាសក្នុងមួយឆ្នាំប្រហែល15តោនគិតជាលុយទៅប្រមាណជិតថា$2000 លានទៅចុះឃើញទេគេបូកអាទាំងអស់ហ្នឹងអាទំហំម៉ាក្រូសេដ្ឋកិច្ចធំសេដ្ឋកិច្ចក្រុមហ៊ុនធំអស់ទៅហ្នឹងទោះស្របច្បាប់មិនស្របច្បាប់ប៉ុន្តែនៅក្នុងចង្កោមរបស់ពួកគេគេដាក់ថាស្របច្បាប់ទាំងអស់គេបូកនៅក្នុងកំណើនសេដ្ឋកិច្ចប៉ុន្តែអាកំណើនសេដ្ឋកិច្ចទាំងអស់ហ្នឹងយើងសួរថាមូលហេតុអីបានជាប្រជាពលរដ្ឋនៅតែក្រពីព្រោះអានោះអត់បានមានតែគេមានតែគេអត់ចែកយើងដូចខ្ញុំលើកឧទាហរណ៍ពីអាស៊ីសេរីថៃទៅបាន3000ទៅអាសុជីវីទៅបាន2000ទៅសាកាយាបាន1000ទៅរាបាន2000ចែកជាមធ្យមភាពបូកខ្ញុំនៅក្នុងនឹងដែរខ្ញុំបានដែរប៉ុន្តែទីផុតគេមានចែកយើងណាគេយកគេតាគេបូកតួលេខមិនឃើញទេបូកតួលេខជាមធ្យមភាពទី1ចំណូលនោះគឺចំណូលក្រុមហ៊ុនធំនោះរកស៊ីខុបខិតជាមួយពួកអ្នកកាន់អំណាចអញ្ចឹងចំណូលនោះបានទៅពួកអ្នកកាន់អំណាចទេទី2ការងារក៏អត់បានដែរអត់មានការងារច្រើនទេឧទាហរណ៍ក្រុមហ៊ុនកាស៊ីណូមួយចំនួនមានបុគ្គលិកកាស៊ីណូខ្លះមែនប៉ុន្តែនៅក្នុងនោះមានគ្រឿងញៀនលាងលុយកខ្វក់ឆបោកតាមអនឡាញមានបុគ្គលិកខ្មែរស្របច្បាប់ឯណាទៅធ្វើមានតែបុគ្គលិកដែលគេជួលមករបៀបជួយដូរមនុស្សឃើញទេដូច្នេះអត់បានផលប្រយោជន៍ទៅប្រជាពលរដ្ឋទេហើយជីករ៉ែក៏អត់មានបានផលប្រយោជន៍ទៅប្រជាពលរដ្ឋច្រើនដែរអត់មានកើនកំណើនសេដ្ឋកិច្ចសំទោសអត់មានកំណើនការងារដល់ប្រជាពលរដ្ឋទេប៉ុន្តែរ៉ែយ៉ាងម៉េច15តោនក្នុងមួយឆ្នាំទៅណាទៅក្រុមគ្រួសារហ៊ុនទៅអ្នកវិនិយោគអញ្ចឹងប្រជាពលរដ្ឋអត់បានតែការងារចំណូលហ្នឹងក៏មិនចូលប្រជាពលរដ្ឋប៉ុន្តែវាកើនតែក្រុមហ៊ុនធំហ្នឹងជុំវិញក្រុមគ្រួសារហ៊ុនហើយហ្នឹងចំណូលរបស់ក្រុមគ្រួសារហ៊ុនដល់ទៅបូកចែកទៅឃើញប្រជាពលរដ្ឋបានលុយដែរតួលេខផ្លូវការប្រជាពលរដ្ឋឃើញថាបានលុយដែរប៉ុន្តែលុយជាក់ស្ដែងមិនបានទៅប្រជាពលរដ្ឋទេពលរដ្ឋបានតែតួលេខទេយ៉ាងហើយបានជាប្រជាពលរដ្ឋតែក្រដដែលហ្នឹងហើយខ្ញុំសូមបញ្ជាក់ណាកុំថាឡើយ4%នៅក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារហ៊ុនទេណាកំណើនសេដ្ឋកិច្ចដល់10%ឡើងប្រជាពលរដ្ឋបានត្រឹមតែដេញដកទេពីព្រោះអ្វីដែលគេផ្ដោតគឺម៉ាក្រូសេដ្ឋកិច្ចនោះដែលខ្ញុំបញ្ជាក់ខាងដើមថាចំណូលចូលគេការងារមិនបង្កើនទេគេអត់បានផ្ដោតជាសំខាន់ទៅលើមីក្រូសេដ្ឋកិច្ចទេជំនួញរបស់ប្រជាពលរដ្ឋការលក់ដូររបស់ប្រជាពលរដ្ឋការងាររបស់ប្រជាពលរដ្ឋគេអត់ជួយបោះសំទុះដោះបំណុលប្រជាពលរដ្ឋហើយដូច្នេះហើយអត់មានផលប្រយោជន៍ទៅប្រជាពលរដ្ឋទេកាលណាគេមិនគិតអំពីមីក្រូសេដ្ឋកិច្ចដែលជាសេដ្ឋកិច្ចផ្ទាល់របស់ប្រជាពលរដ្ឋដូច្នេះប្រសិនបើលោកហ៊ុនសែនលោកហ៊ុនម៉ាណែតកុំថាឡើយអួតថា 4% ឬ 5% ខ្ញុំឲ្យ 10% ក៏ប្រជាពលរដ្ឋនៅតែវេទនាដែរឧទាហរណ៍ទិន្នន័យមួយខ្ញុំលើកទិន្នន័យមួយនៅពេលដែលសេដ្ឋកិច្ចវាកំពុងតែកើនណាទិន្នន័យមួយកាលពីឆ្នាំ2020សេដ្ឋកិច្ចកំពុងតែកើនមែនទែនណាគឺភាពក្រីក្រនឹងមានប្រមាណ 20% គិតជាចំនួនប្រជាពលរដ្ឋប្រមាណ3លាននាក់ហើយលើបន្ទាត់ភាពក្រីក្រនោះប្រមាណយ៉ាងតិច 40% គិតជាចំនួនប្រជាពលរដ្ឋប្រមាណ7លាននាក់ដូច្នេះបូកសរុបទាំងក្រោមបន្ទាត់ភាពក្រីក្រទាំងក្បែរបន្ទាត់ភាពក្រីក្រវេទនាមែនតែនចំណូលក្នុងមួយថ្ងៃ 11000 រៀលហ្នឹងណា 11000 រៀលចាយសម្រាប់សុខភាពផងសម្រាប់ជីវភាពផងថ្នាំពេទ្យផងអីទាំងអស់ហ្នឹងណាគិតទៅប្រមាណ10លាននាក់យ៉ាងតិចហើយហ្នឹងគឺជាស្ថានភាពដែលសេដ្ឋកិច្ចឡើងដល់ 6-7% មានទាំង EBA មានទាំង GSP មិនមែនដោយស្ថានភាពបច្ចុប្បន្នក្រោយ COVID-19 ផងថៃវៃផងបិទព្រំដែនផងអត់ EBA ផងអត់ GSP ផង 4% យកទៅធ្វើអីគឺយើងអាចនិយាយថាគ្មានចរន្តដែលជាចំណូលផលប្រយោជន៍ប្រជាពលរដ្ឋច្រើននោះទេតិចតួចបំផុតមានតែប្រជាពលរដ្ឋនៅតែក្រវេទនាដដែលនៅក្រោមគំនាបបំណុលវត្តកោទៅទៀតបាទអរគុណយើងទៅចែករឿងសេដ្ឋកិច្ចប៉ុណ្ណឹងចុះពីព្រោះអានេះក៏ជាសារសំខាន់មួយរបស់លោកហ៊ុនសែនដែរដែលលើកឡើងអួតអាងពីម៉ាក្រូសេដ្ឋកិច្ចនឹងហើយអរគុណលោកកឹមសុខណាស់ដែលប្រៀបធៀបអំពីស្អីទៅម៉ាក្រូសេដ្ឋកិច្ចស្អីទៅមីក្រូសេដ្ឋកិច្ចអីជាដើមប៉ុន្តែស្លេះត្រង់នេះចឹងចុះមានរឿងដទៃទៀតនៅក្នុងសាររបស់លោកហ៊ុនសែននេះចង់ងាកទៅអាដាមអ៊ុំសំអាននៅក្នុងសាររបស់លោកហ៊ុនសែននេះក៏បានលើកឡើងថាកម្ពុជាត្រូវតែរឹងមាំដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីស្ដាប់ទៅព្រោះហើយនេះគឺជាទ្រឹស្ដីទូទៅទីវាទាល់តែរឹងមាំណាបានការពារអធិបតេយ្យភាពបានរឹងមាំនឹងមានន័យថាមានសាមគ្គីជាតិមានការ